មោទនភាពជាតិកូនខ្មែររួមចិត្តរួមកម្លាំងតែមួយនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅបង្អួតសម្រស់យ៉ាងកក្រឹកកក្រែងក៏ក្រៅកណ្ដាលទីក្រុងសេអ៊ូលក្នុងពិធីបុណ្យដង្ហែគោមឈូកស្មារតីសាមគ្គីនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមាតុភូមិបានស្ដែងចេញជាផ្ទាំងទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យមួយនៅពេលដែលកូនខ្មែរជាច្រើនរូបបានរួបរวมគ្នាយ៉ាងសកម្មក្នុងកម្មវិធីបុណ្យដង្ហែគោមឈូកជាប្រពៃណីដែលត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងក្រុមការងារគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងធ្វើការងារអស់ពីលទ្ធភាពដើម្បីធានាឲ្យបានថាអត្តសញ្ញាណនិងដួងព្រលឹងវប្បធម៌ខ្មែរត្រូវបានបង្ហាញទៅកាន់ខ្សែភ្នែកពិភពលោកប្រកបដោយមោទនភាពបំផុតអ្វីដែលកាន់តែពិសេសនិងអង្រួនចិត្តលើទេសចរជាតិនិងអន្តរជាតិដែលមកចូលរួមទស្សនាពិធីបុណ្យឲ្យងាកមកចាប់អារម្មណ៍នោះគឺវត្តមានរបស់ក្រុមភ្លេងពិណពាទ្យទេវនិមិត្តដែលបានលើសូសៀនតន្ត្រីបុរាណខ្មែរយ៉ាងក្រហមក៏ក្រៅខ្សែភាយកណ្ដាលបេះដូងនៃទីក្រុងសេអ៊ូលនាំមកនូវភាពរំភើបញាប់ញ័រនិងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាជនកូរ៉េនិងភ្ញៀវទេសចរបរទេសផងដែរការចូលរួមជារៀងរាល់ឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងពិធីបុណ្យដង្ហែគោមឈូកនៅប្រទេសកូរ៉េនេះមិនត្រឹមតែជាការចូលរួមតាមទំនៀមទម្លាប់នោះទេប៉ុន្តែវាគឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាពជាធ្លុងមួយរបស់កូនខ្មែរនៅឯនាយសមុទ្រទោះបីជារស់នៅឆ្ងាយពីផ្ទះឆ្ងាយពីមាតុភូមិកំណើតដើម្បីបំពេញភារកិច្ចរៀងៗខ្លួនប៉ុន្តែឲ្យតែមានឱកាសកូនខ្មែរតែងតែរួបរวมគ្នាលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌ដ៏កុំថ្កើងរបស់ដូនតាឲ្យលេចចេញត្រដែតលើឆាកអន្តរជាតិជានិច្ចពិធីបុណ្យដង្ហែគោមឈូកនៅប្រទេសកូរ៉េបានបញ្ចប់ទៅដោយស្នាមញញឹមក្តីរំភើបនិងការចងចាំដ៏មានតម្លៃសកម្មភាពដ៏ថ្លៃថ្លារបស់បងប្អូនខ្មែរទាំងអស់នៅប្រទេសកូរ៉េក្នុងការលើកស្ទួយវប្បធម៌ជាតិពិតជាគួរឲ្យគោរពកោតសរសើរនិងជាគំរូដ៏ល្អមួយសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតយកធ្វើជាឧទាហរណ៍ក្នុងការថែរក្សាការពារសិល្បៈវប្បធម៌ជាតិដួងព្រលឹងជាតិឲ្យនៅតែរស់រវើកនៅគ្រប់ទិសទីលើសកលលោកនាងខ្ញុំនីកាសូមអរគុណ